នៅក្នុងខែឧសភាឆ្នាំ2007គ្រួសារម៉ៃខានដែលជាគ្រូពេទ្យជនជាតិអង់គ្លេសរួមមានលោក Gary អ្នកស្រីកាន្ទេនិងកូនៗ3នាក់ Madeleine អាយុ3ឆ្នាំនិងកូនភ្លោះប្រុសស្រីអាយុ2ឆ្នាំបានទៅលេងកម្សាន្តនៅតំបន់រមណីយដ្ឋានមួយក្នុងប្រទេសប៉ូទុយហ្គាល់ហេតុការណ៍នៅយប់ថ្ងៃទី3ខែឧសភានៅវេលាម៉ោងប្រហែល 8:30 នាទីយប់ប្តីប្រពន្ធម៉ៃខានបានទុកកូនៗទាំង3នាក់ឲ្យគេនៅក្នុងបន្ទប់ជួលជាន់ផ្ទាល់ដីរួចពួកគេបានដើរទៅញ៉ាំអាហារពេលល្ងាចនៅហាងមួយដែលមានចម្ងាយប្រហែល55ម៉ែត្រពីបន្ទប់ជារៀងរាល់20ទៅ30នាទីម្ដងឪពុកម្ដាយតែងតែដើរត្រឡប់មកបន្ទប់ដើម្បីអឺតមើលកូនម៉ោង10យប់នៅពេលដែលអ្នកស្រីកាទេដើរមកឆែកមើលកូនម្ដងទៀតនាងបានប្រទះឃើញបង្អួចបន្ទប់បើកចំហចំណែកឯកូនស្រីច្បង Madeleine បានបាត់ខ្លួនពីលើគ្រែដោយបន្សល់ទុកតែកូនភ្លោះ2នាក់កំពុងគេងលក់បន្ទាប់ពីមានការប្រកាសអាសន្នប៉ូលីសប៉ូទុយហ្គាល់បានចាប់ផ្ដើមស្វែងរកប៉ុន្តែរងការរិះគន់យ៉ាងខ្លាំងថាធ្វើការយឺតយ៉ាវនិងបណ្ដាលឲ្យកន្លែងកាត់ហេតុត្រូវខូចខាតព្រោះមានមនុស្សដើរចេញចូលច្រើនពេកនៅរយៈពេលប្រមាណខែក្រោយមកប៉ូលីសប៉ូទុយហ្គាល់បានបង្វែរទិសដៅមកសង្ស័យលើប្តីប្រពន្ធម៉ៃខានទៅវិញពួកគេបានប្រើឆ្កែហិតក្លិនសាកសពហើយឆ្កែនោះបានព្រុសនៅក្នុងបន្ទប់និងក្នុងឡានជួលរបស់គ្រួសារម៉ៃខានប៉ូលីសបានដាក់ការសង្ស័យថាឪពុកម្ដាយអាចធ្វើឲ្យ Madeleine ស្លាប់ដោយចៃដន្យដូចជាដាក់ថ្នាំងងុយគេងហួសកម្រិតរួចលាក់សាកសពទោះជាយ៉ាងណាផុតតាំង DNA មិនរឹងមាំឡើយហើយការចោទប្រកាន់នេះត្រូវបានទម្លាក់ចោលទៅវិញនៅឆ្នាំ2008រឿងក្តីនេះមានសង្ឃឹមឡើងវិញបន្ទាប់ពីប៉ូលីសអាល្លឺម៉ង់បានប្រកាសរកឃើញជនសង្ស័យសំខាន់ម្នាក់ឈ្មោះ Christian Borger ក្នុងឆ្នាំ2020គេគឺជាជនល្មើសផ្លូវភេទលើកុមារនិងជាអ្នកជួញដូរគ្រឿងញៀនជនជាតិអាល្លឺម៉ង់ដែលបានរស់នៅក្នុងតំបន់កើតហេតុអំឡុងឆ្នាំ2007កំណត់ត្រាទូរស័ព្ទបង្ហាញថាគេបាននៅក្នុងបរិវេណរមណីយដ្ឋាននោះតែប្រមាណនាទីប៉ុណ្ណោះមុនពេល